ប្រជាពលរដ្ឋពីទូកចេញមុខរារាំងកម្លាំងសមត្ថកិច្ចជលផលពេលចោះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅស្រុកពញាលឺក្រោមការចង្អុលបង្ហាញពីឯកឧត្តមអភិបាលខេត្តកណ្ដាលលោកហេងសុភិរិទ្ធនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលបានដឹកនាំកម្លាំងសហការបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំស្ថិតនៅភូមិដងគោមនិងភូមិកំពង់អស់ឃុំកំពង់អស់ស្រុកពញាលឺខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2025ប្រតិបត្តិការនេះក៏មានការរារាំងពីសំណាក់ប្រជាពលរដ្ឋមួយចំនួនផងដែរជាពិសេសអ្នកដែលបានដាក់ឧបករណ៍នេសាទខុសច្បាប់ទ្រង់ទ្រាយធំតែម្ដងលោកហេងសុភិរិទ្ធនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលបានប្រាប់ឲ្យដឹងថាប្រតិបត្តិការចោះបង្ក្រាបនេះមានការចូលរួមពីអធិការដ្ឋានរដ្ឋបាលជលផលចតុមុខខណ្ឌរដ្ឋបាលជលផលកណ្ដាលផ្នែករដ្ឋបាលជលផលបាសាក់សង្កាត់រដ្ឋបាលជលផលពញាលឺនិងគណៈបញ្ជាការឯកភាពស្រុកពញាលឺដោយមានកម្លាំងសរុប35នាក់ប្រើប្រាស់មធ្យោបាយកាណូត4គ្រឿងលោកនាយខណ្ឌបានឲ្យដឹងទៀតថានៅពេលដែលកម្លាំងជំនាញកំពុងចោះកាត់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ក៏បានណែនាំឲ្យប្រជាពលរដ្ឋផ្សេងទៀតដែលកម្លាំងជំនាញមិនទាន់បានកាត់បំផ្លាញត្រូវរុះរើខ្លួនឯងឲ្យបានលឿនបំផុតហើយអ្នកនេសាទមួយចំនួនដែលដាក់ឧបករណ៍នេសាទល្មើសច្បាប់តិចតួចបានរើទាន់ពេលវេលាប៉ុន្តែសម្រាប់ប្រជាពលរដ្ឋចំនួន2ទូកដែលឧបករណ៍ល្មើសច្បាប់របស់ពួកគេមានប្រវែងរហូតដល់ជាង1000ម៉ែត្រទៅ2000ម៉ែត្រជាហេតុធ្វើឲ្យពួកគេមិនអាចរុះរើដោយខ្លួនឯងបានលោកនីខានបានបញ្ជាក់ថាក្នុងអំឡុងពេលក្រុមការងារសម្រាប់អនុវត្តច្បាប់កាត់និងប្រមូលឧបករណ៍ល្មើសច្បាប់ទាំងនោះប្រជាពលរដ្ឋប្រមាណ2ទូកខាងលើបានចេញមកតវ៉ាស្នើសុំកុំឲ្យកាត់ឧបករណ៍នេសាទល្មើសច្បាប់របស់ពួកគាត់ហើយក៏មានអ្នកខ្លះសំពះអង្វរសមសមត្ថកិច្ចផងដែរជាមួយគ្នានេះក៏មានប្រជាពលរដ្ឋជាច្រើនទូកទៀតបានមកចូលរួមការពារអ្នកដែលបានដាក់ស្បៃមុងខុសច្បាប់ទាំងនេះប៉ុន្តែការអនុវត្តច្បាប់គឺមិនអាចលើកលែងបានទេបើពុំនោះទេវានឹងក្លាយជាគំរូដ៏អាក្រក់នៅក្នុងប្រតិបត្តិការនេះដែរក្រុមការងារបានធ្វើការរុះរើនិងប្រមូលឧបករណ៍នេសាទខុសច្បាប់ជាច្រើនយកទៅដុតបំផ្លាញចោលនៅលើគោកភ្លាមឧបករណ៍ដែលបំផ្លាញចោលរួមមានលូស្បៃមុង45ម៉ត្ររបាំងស្បៃមុងប្រវែង5250ម៉ែត្របង្គោលតូចធំ450ដើមនិងបានលែងកូនត្រីចម្រុះ135គីឡូក្រាមលោកនីខាន់ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាពិចារណាអំពីផលប៉ះពាល់នៃការនេសាទខុសច្បាប់ការប្រើប្រាស់លូស្បៃមុងនិងរបាំងស្បៃមុងនេះវាបានបំផ្លាញពូជត្រីតូចៗដែលជាមូលហេតុធ្វើឲ្យធនធានត្រីរបស់យើងបាត់បង់សម្រាប់កូនចៅជំនាន់ក្រោយលោកសង្ឃឹមថាប្រជាពលរដ្ឋនឹងបញ្ឈប់សកម្មភាពទាំងនេះហើយងាកមកចូលរួមថែរក្សាធនធានជលផលទាំងអស់គ្នា